មានពាក្យមួយឃ្លាគេលើកឡើងថាបើសិនជាអ្នកមិនខំចំណាយពេលដើម្បីបង្កើតជីវិតដែលអ្នកចង់បាននៅថ្ងៃនេះទេនោះថ្ងៃក្រោយអ្នកនឹងត្រូវចំណាយពេលវេលាកាន់តែច្រើនដើម្បីរស់នៅជាមួយជីវិតដែលអ្នកមិនចង់បានផ្លូវទៅកាន់ភាពជោគជ័យគ្មានអ្នកណាចាំដាស់អ្នកឲ្យក្រោកពីគេងទេហើយក៏គ្មានអ្នកណារងចាំធ្វើជាជំនួយដល់អ្នកដែរអ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯងដាក់វិន័យលើខ្លួនឯងនិងរំដោះខ្លួនចេញពីស្ថានភាពដែលអ្នកកំពុងជាប់គាំងដោយខ្លួនឯងក្តីស្រមៃរបស់មនុស្សម្នាក់តែងតែត្រូវបំផ្លាញដោយការរងចាំនិងការពន្យាពេលការស្ទាក់ស្ទើរគឺជាសត្រូវធំបំផុតនៅក្នុងជីវិតមិនថាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពជីវិតបែបណានោះទេជំនួសឲ្យការចំណាយពេលទៅបន្ទោសព្រេងវាសនាព្រំលិខិតអ្នកគួរយកពេលវេលានោះមកអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនវិញល្អជាងរឿងណាដែលអ្នកមិនអាចគ្រប់គ្រងបានចូលខំប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពទៅបានហើយអ្វីដែលនៅសល់សូមបណ្ដោយឲ្យទៅតាមព្រេងវាសនាជាអ្នកកំណត់ចុះត្រូវជឿថាពេលដែលអ្នកអាចតាំងចិត្តឲ្យស្ងប់ហើយផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការកែលម្អខ្លួនឯងអភិវឌ្ឍខ្លួនឯងបន្តិចម្ដងធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំកាន់តែមានភាពស្ងប់សុខនិងកាន់តែមានអំណាចជាងមុននោះឧបសគ្គដែលធ្លាប់តែបាំងផ្លូវអ្នកនឹងចាប់ផ្ដើមរលាយបាត់បន្តិចម្ដងសូមចងចាំថានៅពេលអ្នកកំពុងផ្ដោតទាំងស្រុងលើការវឹកហាត់និងពង្រឹងខ្លួនឯងពិភពលោកទាំងមូលនឹងបើកផ្លូវឲ្យអ្នកដើរទៅរកពន្លឺថ្ងៃដោយខ្លួនឯង